ថ្ងៃនេះគឺជាថ្ងៃតាក់ទងនឹងការប្រមូលទៅលើការដាក់សំណើពីប្រទេសផ្សេងទៅកាន់សហរដ្ឋអាមេរិកជុំវិញបញ្ហាដំឡើងពន្ធគយរបស់លោក Donald Trump បាទជំរាបសួរបងប្អូនអរគ្នាជួបគ្នាជាថ្មីជាមួយខ្ញុំគុណណាន់នៅក្នុងកម្មវិធីវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន TOG Investment បាទនៅថ្ងៃទី4មិថុនា2025នេះខ្ញុំនឹងធ្វើការចែករំលែកជូនទាក់ទងនឹងព័ត៌មានផ្សេងដែលទាក់ទងនឹងបម្រែបម្រួលនៅតម្លៃទីផ្សារបាទយើងបន្តចាប់អារម្មណ៍មើលទៅលើតម្លៃហាងឆេងមាសដែលការពីម្សិលមិញយើងមើលឃើញថាទំហំនៅក្នុងការប្រែប្រួលទៅលើតម្លៃហាងឆេងមាសគឺវាមាននៅក្នុងកម្រិតមួយមធ្យមតែប៉ុណ្ណោះដែលប្រែប្រួលនៅក្នុងចន្លោះពីតម្លៃ $3,333 ដល់តម្លៃ $3,392 នៅក្នុងមួយអោនបាទយើងគិតទៅកម្រិតវាប្រែប្រួលនៅក្នុងទំហំ $59 នៅក្នុងមួយអោនបាទយើងគិតជាដំណឹងគឺវាមានការប្រែប្រួលនៅក្នុងចន្លោះតម្លៃ $4,015 រហូតដល់តម្លៃ $4,086 នៅក្នុងមួយដំណឹងដែលវាប្រែប្រួលនៅក្នុងទំហំ $75 នៅក្នុងមួយដំណឹងអូខេអញ្ចឹងយើងតាមដានមើលបន្តទៅថាតើតាក់ទងនឹងបម្រែបម្រួលហាងឆេងមាសវាប្រែប្រួលនៅក្នុងកម្រិតនេះដោយសារអ្វីបាទអញ្ចឹងយើងដោយដែលបងប្អូនអតិថិជនទាំងអស់គ្នាបានដឹងហើយថាតាក់ទងនឹងទំហំក្នុងការប្រែប្រួលមាសនៅក្នុងសប្តាហ៍នេះបើយើងផ្អែកទៅលើទិន្នន័យសេដ្ឋកិច្ចដ៏សំខាន់របស់សហរដ្ឋអាមេរិកមានការចេញផ្សាយនៅថ្ងៃសុក្រចុងសប្តាហ៍នេះគឺតាក់ទងនឹងទិន្នន័យ Non-Farm Payroll ដែលជាទិន្នន័យមួយដែលបង្ហាញអំពីស្ថានភាពទីផ្សារការងាររបស់សហរដ្ឋអាមេរិកក៏ដូចជាតាក់ទងនឹងប្រាក់ចំណូលរបស់ប្រជាជនរបស់សហរដ្ឋអាមេរិកផងដែរអូខេឥឡូវយើងមកតាមដានតាក់ទងនឹងព្រឹត្តិការណ៍ព័ត៌មានផ្សេងដែលអាចមានឥទ្ធិពលទៅលើទីផ្សារអញ្ចឹងដោយដែលសម្រាប់នៅក្នុងសប្តាហ៍នេះដោយដែលបងប្អូនបានដឹងហើយថាទីផ្សារគឺកំពុងតែរងចាំទៅលើទិន្នន័យសំខាន់គឺតាក់ទងទៅនឹង Non-Farm Payroll របស់សហរដ្ឋអាមេរិកដែលទិន្នន័យនេះគឺនឹងបង្ហាញអំពីស្ថានភាពការងារក៏ដូចជាស្ថានភាពប្រាក់ចំណូលរបស់ប្រជាជនរបស់សហរដ្ឋអាមេរិកបាទអញ្ចឹងដែលវាអាចនឹងមានឥទ្ធិពលទៅលើតម្លៃហាងឆេងអញ្ចឹងយើងឃើញថាតម្លៃហាងឆេងកាលពីម្សិលមិញដែលវាមានការធ្លាក់ចុះតាំងពីតម្លៃ $3,392 រហូតមកដល់តម្លៃ $3,333 ក៏ជាមួយផ្នែកមួយដោយសារតែតាក់ទងនឹងទិន្នន័យទីផ្សារការងាររបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីយប់មិញនៅវេលាម៉ោង 9 យប់អញ្ចឹងគឺតាក់ទងនឹងទិន្នន័យជាក់ស្ដែងនោះគឺចេញមកមានការល្អប្រសើរជាងការព្យាករណ៍ដែលជាមូលហេតុធ្វើឲ្យប្រាក់ដុល្លារវាមានការងើបឡើងបន្តិចដែលបានទាញឲ្យតម្លៃមាសវាមានការធ្លាក់ចុះមកដល់តម្លៃ $3,333 នេះតែម្ដងអញ្ចឹងទិន្នន័យមួយនេះវាគ្រាន់តែជាទិន្នន័យមួយនៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះដែលវាបានជះឥទ្ធិពលទៅលើទីផ្សារនៅក្នុងរយៈពេលដ៏ខ្លីប៉ុន្តែទីផ្សារនៅតែបន្តរងចាំមើលទៅលើទិន្នន័យតាក់ទងនឹង Non-Farm Payroll ដដែលអូខេអញ្ចឹងបន្ទាប់ពីតាក់ទងនឹងព័ត៌មានដែលជាទិន្នន័យប្រចាំថ្ងៃបែបនេះយើងក៏មានព្រឹត្តិការណ៍ព័ត៌មានផ្សេងទៀតដែរដែលទីផ្សារកំពុងតែរងចាំដូចគ្នាដែលថ្ងៃនេះគឺជាថ្ងៃតាក់ទងនឹងការប្រមូលទៅលើការដាក់សំណើពីប្រទេសផ្សេងទៅកាន់សហរដ្ឋអាមេរិកជុំវិញបញ្ហាដំឡើងពន្ធគយរបស់លោក Donald Trump ដែលមានឥទ្ធិពលទៅលើទីផ្សារនោះគឺដោយសារតែអ្នកវិនិយោគគឺគេបានធ្វើការព្យាករណ៍ក៏ដូចជាគេបានមើលឃើញពីតម្រូវខ្លះអំពីភាពវិជ្ជមាននៅក្នុងការដាក់សំណើតាក់ទងនឹងការដំឡើងពន្ធគយរបស់បណ្ដាប្រទេសផ្សេងទៅកាន់លោក Donald Trump ដែលជុំវិញការសម្រេចទៅលើការកំណត់ពន្ធរបស់លោក Donald Trump អាចនឹងទទួលបានភាពល្អប្រសើរប្រសិនបើការសំណើរបស់ប្រទេសផ្សេងដែលដាក់ទៅកាន់លោក Donald Trump នោះមានភាពវិជ្ជមានសម្រាប់លោកក៏ដូចជាមានការយល់ស្របជាមួយនឹងអ្វីដែលជាការចង់បានរបស់លោកអញ្ចឹងតាក់ទងនឹងការកំណត់ទៅលើពន្ធគយទៅលើបណ្ដាប្រទេសផ្សេងនោះដែលជាចំណុចវិជ្ជមានសម្រាប់ប្រទេសទាំងអស់ដែលអាចធ្វើពាណិជ្ជកម្មជាមួយគ្នាដោយរលូនអញ្ចឹងជុំវិញព្រឹត្តិការណ៍នេះវាអាចនឹងធ្វើឲ្យតម្លៃទីផ្សារវាមានភាពវិជ្ជមានអញ្ចឹងដែលយើងបានមើលឃើញហើយថាតាក់ទងទីផ្សារ stock កាលពីម្សិលមិញគឺវាមានការងើបឡើងមកវិញខ្លះក៏ដោយសារតែតាក់ទងនឹងអ្វីដែលគេមើលឃើញនេះផងដែរហើយតទៅមុខដែលយើងត្រៀមខ្លួននៅក្នុងការទទួលយកទៅលើព័ត៌មានទាំងអស់នេះគឺអាចនឹងមានភាពល្អបើល្អមែនអញ្ចឹងអ្វីដែលយើងត្រៀមខ្លួននៅក្នុងការធ្វើការវិនិយោគគឺតាក់ទងនឹងទី1ទីផ្សារ stock អាចនឹងមានការងើបឡើងដោយសារតែតាក់ទងគេមើលឃើញអំពីដំណើរការនៅក្នុងការជួញដូរក៏ដូចជាផលិតកម្មផ្សេងនៃបណ្ដាប្រទេសផ្សេងទាំងអស់អាចនឹងមានដំណើរការល្អឡើងវិញទី2គឺតាក់ទងនឹងតម្លៃប្រេងឆៅអាចនឹងមានតម្រូវការឡើងដែលអាចធ្វើឲ្យតម្លៃប្រេងវាមានការងើបឡើងហើយទី3គឺតាក់ទងទៅនឹង commodity currency ឬក៏យើងហៅថាជាប្រភេទរូបិយប័ណ្ណទំនិញដែលអាចមានឱកាសនៅក្នុងការងើបឡើងផងដែរដែលនៅក្នុងនោះមានដូចជារូបិយប័ណ្ណអូស្ត្រាលីក៏ដូចជារូបិយប័ណ្ណញូហ្សេឡង់ជាដើមរីឯតម្លៃហាងឆេងមាសក៏អាចមានឱកាសធ្លាក់ចុះផងដែរដោយសារតែព្រឹត្តិការណ៍មួយនេះអញ្ចឹងបើសិនជាតម្លៃហាងឆេងមាសវាមានការធ្លាក់មែននោះអញ្ចឹងគឺជាឱកាសល្អរបស់បងប្អូនអរគ្នាដែលអាចធ្វើការទិញតម្លៃមាសទុកដើម្បីទទួលបានផលចំណេញនៅពេលខាងមុខ
ចំណាយឯលុយអឺរ៉ូនេះវិញក៏នៅតែជាឱកាសនៅក្នុងការទិញឡើងដោយសារតែតាក់ទងនឹងស្ថានភាពអតិផរណារបស់សហគមន៍អឺរ៉ុបមានការធ្លាក់ចុះជាងការរំពឹងទុកដោយទិន្នន័យដែលបានចេញផ្សាយកាលពីម្សិលមិញនៅវេលាម៉ោង 4 ល្ងាចគឺមានការចេញមកធ្លាក់ចុះទាបជាងការរំពឹងទុកនៅក្នុងកម្រិត 2.3% អញ្ចឹងប្រការនេះហើយដែលអាចធ្វើឲ្យ ECB អាចនឹងមានការកាត់អត្រាការប្រាក់ហើយតាក់ទងទៅនឹងការកាត់អត្រាការប្រាក់លើកនេះគឺអាចជាការកាត់ចុងក្រោយនៅក្នុងឆ្នាំនេះរបស់ធនាគារកណ្ដាលរបស់អឺរ៉ុបដែលយើងហៅកាត់ថា ECB បើបែបនោះមែនអញ្ចឹងលុយយូរ៉ូគឺនឹងមានឱកាសមានការងើបឡើងផងដែរអញ្ចឹងសូមបងប្អូនទាំងអស់គ្នាធ្វើការរងចាំទៅលើឱកាសតាក់ទងទៅនឹងរូបិយប័ណ្ណយូរ៉ូដែលធៀបមួយលុយដុល្លារបើឃើញថាវាមានការធ្លាក់ចុះខ្លាំងមែននោះអញ្ចឹងគឺជាឱកាសល្អនៅក្នុងការទិញឡើងបាទសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណអតិថិជនដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងទូទៅទាក់ទងនឹងការវិនិយោគលើទីផ្សារមួយនេះសូមកុំភ្លេចចំណាយពេល5នាទីជួបជាមួយនឹងខ្ញុំគុណណាន់សូមអរគុណសូមជម្រាបលា